ពុកម៉ែបងប្អូនស្គាល់ផ្លែឈើមួយប្រភេទនេះអត់ផ្លែឈើមួយប្រភេទនេះគឺជាប្រភេទផ្លែឈើព្រៃមានដុះនៅតំបន់ភ្នំទៅមាននៅតាមស្រុកយើងគឺអត់មានទេហើយផ្លែឈើមួយប្រភេទនេះគឺមានឈ្មោះថាផ្លែរកាំបើនិយាយអំពីផ្លែរកាំគឺមានពីរប្រភេទមានរកាំដែលមានរសជាតិជូរនិងរកាំដែលមានរសជាតិផ្អែមហើយចំពោះអ្នកដែលចូលចិត្តបរិភោគផ្លែរកាំតើពុកម៉ែបងប្អូនមានដឹងអំពីអត្ថប្រយោជន៍នៃផ្លែរកាំដែរឬទេថ្ងៃនេះនាងខ្ញុំសូមលើកយកអត្ថប្រយោជន៍នៃផ្លែរកាំមកបង្ហាញឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងបើនិយាយអំពីផ្លែរកាំផ្លែរបស់វាមានលក្ខណៈជាលក្ខណៈរោមបែបនេះហើយមានរាងបន្លាបន្តិចហើយដើមរបស់វាក៏មានបន្លាដែរថ្ងៃមុនគឺនាងខ្ញុំបានធ្វើដំណើរទៅទឹកដីសំឡូតនាងខ្ញុំទៅដល់ឃើញផ្លែរកាំតែដល់ទៅពេលទៅដល់ភ្លាមគឺថាភ្លៀងគឺអត់បានថតបង្ហាញដើមទេក៏កាត់ផ្លែវាដើម្បីយកមកថតបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនតែម្ដងហើយបើនិយាយពីផ្លែរកាំយើងក៏អាចប្រើធ្វើជាឱសថព្យាបាលជំងឺក្អកអ្នកដែលមានបញ្ហាជំងឺក្អកយើងគួរតែបរិភោគផ្លែរកាំព្រោះផ្លែរកាំជួយកាត់បន្ថយមិនឲ្យយើងក្អកហើយអ្នកមានតែបញ្ហាឡើងស្លេសឧស្សាហ៍ឡើងស្លេសក៏យើងអាចហូបផ្លែរកាំបានដែរហើយម្យ៉ាងវិញទៀតអ្នកដែលឧស្សាហ៍ហើមក្បាលជង្គង់ហូបផ្លែរកាំក៏ជួយដែរបើនិយាយអំពីដើមវាក៏មានអត្ថប្រយោជន៍ក្នុងការព្យាបាលរោគដែរតែអត្ថប្រយោជន៍ថ្ងៃនេះគឺនាងខ្ញុំផ្ដោតលើផ្លែវាតែម្ដងបើនិយាយអំពីផ្លែរបស់វាគឺវាមានរសជាតិជូរមានរសជាតិជូរនិងរសជាតិជូរអែមហើយយើងហូបបរិភោគទៅគឺល្អសម្រាប់សុខភាពជាពិសេសអ្នកឧស្សាហ៍ឡើងស្លេសបើចំពោះនាងខ្ញុំគឺបរិភោគគឺត្រូវតែម្ដងដោយសារតែនាងខ្ញុំភាគច្រើននៅពេលដែលនិយាយឡើងគឺឧស្សាហ៍ឡើងស្លេសហើយអ្នកដែលក្អកញឹកញាប់ក្អកមិនថាក្អកសួតឬក៏ក្អកអ្វីទេហូបផ្លែរកាំគឺល្អមែនទែនមកផ្លែគេតែអើយរកាំនេះអត់សូវល្អហ្មងទេបើរកាំដែលល្អផ្លែវាធំមែនទែនហើយវាដុះនៅលើព្រៃភ្នំពុកម៉ែបងប្អូននៅខាងលើដីទួលខ្ពស់តែគួរឲ្យស្ដាយបំផុតគឺអត់បានផ្ដិតយករូបភាពនឹងយកមកបង្ហាញដល់ពុកម៉ែបងប្អូនឲ្យបានឃើញទេគួរឲ្យស្ដាយដែរបានតែផ្លែយកមកថតផ្លែវាមានរសជាតិជូរឆ្ងាញ់ណាស់ដាក់អំបិលម្ទេសមកគឺអេមហ្មង